ព្រះអង្គច័ន្ទមនីមានរស្មីរុងរឿងទោះបីមានភ្លៀងរន្ទះរះបាំងយ៉ាងណាគោះព្រះអង្គស៊ូទ្រាំនៅក្នុងព្រៃព្រឹកជាចាមិនមាននរណាអាចព្រៀបបានឡើយព្រះអង្គច័ន្ទមនីគឺជាព្រះអង្គម្នាក់ដែលមាននាមសម្គាល់ថាចន្ទៈបូកនឹងមុនីហៅថាចន្ទៈមុនីជាព្រះអង្គនិយាយតគ្នាថាជាអ្នកចេះមន្តអាគមខ្លាំងក្លាចេះហោះហើរលើដីជ្រែកដីគ្មាននរណាប្រៀបឡើយព្រះអង្គច័ន្ទមនីដែលគេសង្កត់ថាព្រះអង្គចេញមកពីក្នុងព្រៃរាប់ពាន់រាប់រយឆ្នាំមកហើយព្រះអង្គតែងតែមិនដែលអួតខ្លួនថាចេះមន្តអាគមចេះបារមីហើយព្រះអង្គតែងតែពោលវាចានិយាយតបថាគាត់ធ្លាប់ចេញពីព្រៃហើយបានឃើញអមនុស្សទេបិសាចដែលមានព្រាយមានបិសាចមានអមនុស្សទេវតាតូចធំលើដីទាំងម្ចាស់ទឹកម្ចាស់ដីដែលថែរក្សានៅក្នុងព្រៃនោះឯងតែងតែចោះមកថែរក្សាប្រោះព្រំលោកជានិច្ចព្រះអង្គច័ន្ទមនីបានបោះសម្ដីនិយាយតបឆ្លើយទៀតថាព្រះអង្គតែងតែជួបគេខ្លះចេញមកបា3ខ្លះចេញមកគ្មានក្បាលខ្លះចេញមកបាកាន់នឹងដៃមានចាមរាមដែលគេនិយាយតថានៅកុដិលោកមានឆ្កែ2ក្បាលឆ្កែនោះនៅពេលដែលយប់ម៉ោង12យប់ហើយដែលនៅការពីព្រះអង្គច័ន្ទមនីជានិច្ចទោះបីព្រាយបិសាចអន្តរាយណាក៏ដោយព្រះអង្គច័ន្ទមនីតែងតែមានបារមីខំក្រងថែរក្សាព្រះអង្គជានិច្ចទោះបីព្រះអង្គទៅទីចិត្តទោះបីព្រះអង្គទៅទីឆ្ងាយស្ទើរមានបារមីថែរក្សាព្រះអង្គមិនថាទីកន្លែងណាឡើយព្រះអង្គតែងតែសង្កត់ថាឲ្យតែព្រះអង្គនិមន្តចូលព្រៃពេលណាតែងតែមានទេវតាថែរក្សាគ្រប់គ្រងព្រះអង្គជានិច្ចមិនខានឡើយព្រះអង្គពិតជាមានបារមីណាស់ពុកម៉ែបងប្អូនបើសិនជាយើងគោរពបូជាបើសិនជាយើងគោរពបូជាពិតយើងពិតជាមានបុណ្យបារមីតាមថែរក្សាដូចជាព្រះអង្គច័ន្ទមនីដែរ